ខ្ញុំជាបុរសដ៏ថ្លៃថ្នូរបំផុតនៃត្រកូល Phoenix ម្ចាស់ផ្ទះអធិរាជនាងបានសុំឲ្យខ្ញុំជ្រើសរើសមួយនាងបានយកញាតិសន្តានរបស់នាងធ្វើជាស្វាមីគាត់បាននិយាយថាអ្នកណាដែលខ្ញុំជ្រើសរើសគឺអធិរាជនាងបន្ទាប់កាលពីអតីតកាលខ្ញុំបានជ្រើសរើសនៅជាមួយខ្ញុំសុងហិចសួនសង្សារកុមារភាពដើម្បីជួយនាងឲ្យជ្រៀងចប់ការលំបាកនៃការដកថយពីព្រៃនិងការហោះហើរដោយរលូនឡើងទៅឯនាគស៊ូខ្ញុំនឹងដាក់ស្នើបញ្ជីឈ្មោះផ្ទាល់ខ្លួនរបស់អ្នកគាត់កាលណាព្រះអង្គឡើងសោយរាជជាស្ដេចនាគបន្ទាប់មកយើងបានមកដល់ជំហៀងរបស់គាត់ថ្ងៃនោះគាត់បានកាន់មនុស្សដែលធ្លាប់ជំនួសតំណែងរបស់គាត់អត្តសញ្ញាណរបស់ខ្ញុំគឺជាវិញ្ញាណមន់ក្រហមគ្មានដានអ្វីឡើយស្ទាក់ស្ទើរគាត់បានប្រូវីដៅរបស់គាត់មកបើអ្នកមិនទូចង់រៀបការជាមួយខ្ញុំទេលីវតើយីងអាចរងទុក្ខយ៉ាងដូចម្ដេចបានបើមិនមែនដើម្បីប្រើស្នូខាងក្នុងរបស់អ្នកទេលីវយីងងើបពីភេទដូចសត្វ Phoenix ជាស្គររបស់ខ្ញុំមិនបានយកពាក្យសម្ដីរបស់អ្នកធ្ងន់ធ្ងរយ៉ាងនេះទេគាត់បានបង្វែរកន្ទុយសត្វ Phoenix របស់ព្រះនាងឲ្យក្រឡាប់ចុះក្រោមវាបានបុកចូលទៅក្នុងឆ្អឹងអម្តាក់របស់ខ្ញុំហើយខ្ញុំបានជីកវាចេញដោយវាបានចេញពីស្នូខាងក្នុងរបស់ខ្ញុំដេកក្នុងធ្លុកឈាមសម្លឹងមើលគាត់បានដាក់ស្នូខាងក្នុងរបស់ខ្ញុំដោយប្រុងប្រយ័ត្នឧទ្ទិសដល់វិញ្ញាណមន់ក្រហមនោះគ្រាន់តែពេលដែលខ្ញុំគិតថាខ្ញុំនឹងស្លាប់ដោយមិនសង្ស័យការឈឺចាប់ពេញមួយជីវិតស្រាប់តែបាត់ខ្លួនខ្ញុំក៏បើកភ្នែកធំពេលខ្ញុំបើកភ្នែកឡើងខ្ញុំភ្ញាក់ផ្អើលពេលដឹងថាខ្លួនឯងកំពុងតែលងខ្ញុំបែកញើសត្រជាក់ជុកខ្លួនដនតើអ្នកបានសម្រេចចិត្តហើយឬនៅថាអ្នកចង់ជ្រើសរើសអ្វីតើអ្នកណានឹងក្លាយជាប្តីរបស់ខ្ញុំជ្រើសរើសស្វាមីខ្ញុំបានកើតជាថ្មីនៅក្នុងត្រកូលនាគការជ្រើសរើសស្វាមីព្រះមហាក្សត្រីខ្ញុំគិតថាខ្ញុំមិនទាន់និយាយចប់ទេលើសុងហិចសួនស្រាប់តែលុតជង្គង់ចុះប៉ាខ្ញុំដឹងថាជេនស៊ីចូលចិត្តខ្ញុំប៉ុន្តែមនុស្សតែម្នាក់គត់ដែលខ្ញុំស្រឡាញ់គឺលីវយីងខ្ញុំនិងលីវយីងបានទៅដល់ឋានសួគ៌រួចហើយពួកគេបានស្បោះជីវិតរបស់ពួកគេចំពោះគ្នាទៅវិញទៅមកក្រោមសក្ខីភាពរបស់អារ៉ាប់ខ្ញុំគាត់នាងខ្ញុំនឹងត្រូវស្ថានសួគ៌ដាក់ទណ្ឌកម្មតើពួកគេនឹងកើតជាថ្មីជាសាច់ជារៀងរហូតទេដើម្បីឲ្យមានសេរីភាពពណ៌ពិតរបស់អធិរាជនាងបានផ្លាស់ប្ដូរភ្លាមមិនអីទេមនុស្សគ្រប់គ្នាដឹងថាខ្ញុំតំណាងឲ្យទាំងមូលជាសមាជិកនៃត្រកូល Phoenix ឲ្យតែគាត់រៀបការជាមួយខ្ញុំបន្ទាប់មកមនុស្សម្នាក់អាចក្លាយជានាងបន្ទាប់អធិរាជនាងមួយសន្ទុះមនុស្សគ្រប់គ្នាមានអារម្មណ៍មិនស្រួលគាត់ចាប់ផ្ដើមធ្វើចលនាប៉ុន្តែមួយវិនាទីបន្ទាប់សុងហេការជ្រើសរើសបានមកដល់ទៀតហើយរបស់អ្នកដឹងថាពេលព្រឹកព្រលឹមមិនអាចបំបែកចេញពីវាបានឡើយខ្ញុំចង់រៀបការជាមួយនាងជាប្រពន្ធចុងរបស់ខ្ញុំនឹងមើលថែនាងពេញមួយជីវិតរបស់ខ្ញុំអាផូស្វ័រស្ពនថតុននោះតើអ្វីទៅជាខ្លឹមសារនៃមន់អាំងតើនាងស័ក្តិសមនឹងស្មើនឹងព្រះនាងត្រកូល Phoenix ដែរឬទេវាគ្រាន់តែជាបញ្ហានៃការស្បោះសច្ចាប៉ុណ្ណោះតាមពិតគាត់ហ៊ានលបួងអ្នកព្រះចៅអធិរាជនេះនឹងសម្លាប់គាត់ចំពោះទង្វើដ៏ល្ងង់ខ្លៅបែបនេះសច្ចាប្រណិធានរបស់គាត់ក៏ល្អដែរពោបានឬការគំរាមកំហែងរបស់អធិរាជនេះគំនិតមួយបានឆ្លងកាត់មុខរបស់សុងហេឈួនដាននៃការអាក់អន់ចិត្តដែលនាងស្អប់អ្នកនៅតែសម្លឹងមើលខ្ញុំហើយធ្វើហេតុអ្វីអ្នកមិនចង់រៀបការជាមួយខ្ញុំទោះបីជាមានរឿងអ្វីក៏ដោយខ្ញុំបានផ្ដល់ឱកាសទាំងអស់ដល់អ្នកហើយប៉ុន្តែអ្នកនៅតែប្រសិនបើអ្នកមិនយល់ព្រមយ៉ាងរហ័សទេអ្នកនឹងត្រូវគេផ្លន់មានរបស់ជាច្រើនដូចជា Sponsor និង Phosphor វាមិនមែនថាគាត់មានចិត្តល្អហើយមិនខ្វល់ពីខ្ញុំនោះទេខ្ញុំមិនអនុញ្ញាតឲ្យអ្នកញ៉ាំជាមួយគាត់ទេ Phosphor ទុនផ្សិតមួយគឺមួយមានតែរសជាតិសាច់មាន់អាំងទេព្រោះវាធ្លាប់ជាអត្តសញ្ញាណខុសនឹងការប្រកាន់ខ្ជាប់ចង់ឡើងដល់កម្ពូលហើយខ្លាយជាសត្វ Phoenix កាលខ្ញុំនៅក្មេងខ្ញុំបានជួបព្រះមួយអង្គដោយចៃដន្យសង្គ្រាមអារ្យនិងត្រកូល Phoenix បានរងទុក្ខវេទនាយ៉ាងវេទនាពួកគេបានបាត់បង់សុទ្ធទាំងអស់ហើយដោយច្រឡំ Phosphor Sponsor ទុនក៏ជាទីរោគដែរយើងនឹងសោកស្ដាយវាសូម្បីតែ100ឆ្នាំទៀតក៏ដោយអាចប្រែក្លាយទៅជាទម្រង់ដើមរបស់ស្ដេចឪពុកនឹងពេលនោះព្រះមហាក្សត្រីយានីបានដឹងថាព្រះនាងបានធ្វើខុសហើយដែលមានចិត្តល្អបានអនុញ្ញាតឲ្យគាត់បន្តពូជពង្សការបន្តរស់នៅក្នុងត្រកូល Phoenix បានអនុញ្ញាតឲ្យគាត់រីករាយមានតែព្រះនាង Phoenix ប៉ុណ្ណោះដែលមានការព្យាបាលរបស់ខ្ញុំបានជាសះស្បើយឡើងវិញ10ឆ្នាំក្រោយមកអធិរាជនាងបាននាំខ្ញុំទៅវិមាននាគមានប្រជាជនរស់នៅដោយសារតែត្រកូលនាគអំណាចនៃខ្សែឈាមនាគ9គឺខ្សោយស្ទើរតែមិនអាចបង្កើតកូនចៅបានដូច្នេះហើយអធិរាជនាគថ្មីទាំងអស់ពួកគេទាំងអស់ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមនាគយក្សឆ្អឹងត្រីប្រាពោះគ្រាន់តែត្រូវឆ្លងកាត់9ប៉ុណ្ណោះពិធីបុណ្យវិញ្ញាណស៊ូកអាចប្រែក្លាយទៅជានាគបានរៀបការជាមួយព្រះនាង Phoenix មានតែការអនុញ្ញាតឲ្យពួកគេក្លាយជា100ប៉ុណ្ណោះប្រសិនបើជីវិតរបស់បងស្រីមីស្ថិតក្នុងគ្រោះថ្នាក់វាក៏អាចបង្កើនចរន្តឈាមរបស់ពួកគេផងដែរភាពបរិសុទ្ធរឿងទាំងនេះក្រៅពីនាគគ្មាននរណាម្នាក់ក្រៅពីអធិរាជដឹងអំពីពួកគេទេអ្វីដែលគេដឹងគឺអ្នកណាដែលព្រះនាងជ្រើសរើសនិងអ្នកណាដែលព្រះនាងជ្រើសរើសគាត់គឺជាអធិរាជនាគបន្ទាប់និងពាក្យសម្ដីរបស់សុងហេឈួនថ្ងៃនេះពួកគេស្ទើរតែវាយប្រហារត្រកូល Phoenix ដោយផ្ទាល់ប្រសិនបើត្រកូល Phoenix ធ្វើបែបនេះការធ្វើស្ត្រូវនឹងនាគគឺគ្រាន់តែខ្លាចញាក់ប៉ុណ្ណោះវានឹងកាន់តែពិបាកឡើងក្នុងការរក្សាពូជពង្សរបស់ដើម្បីថែរក្សាអធិរាជនាគបានលើកដៃឡើងហើយទេកំភ្លៀងគាត់យ៉ាងខ្លាំងនាងបានទេកំភ្លៀងគាត់ចេញស៊ីគឺជាកូនប្រុសអាក្រក់របស់អ្នកដែលពិតជាមិនសមហេតុផលមែនដរាបណាអ្នកអាចស្ងប់ចិត្តបានគាត់នឹងវាអាស្រ័យលើអ្នកខ្ញុំងើយមុខមើលទៅអធិរាជនាគព្រះមហាក្សត្រឲ្យខ្ញុំព្រះករុណាបានសម្រេចចិត្តរៀបការរួចហើយតើអ្នកបានឲ្យវាទៅអ្នកណាលើកនេះរួមទាំងសុងហេឈួនផងដែរភ្នែកទាំងអស់បានសម្លឹងមើលលើខ្ញុំបានសរសេរយឺតនៅក្នុងដៃរបស់អធិរាជនាគឈ្មោះរបស់មនុស្សនោះនឹងជាមួយវិធីសាស្ត្រនៃការបញ្ជូនសម្លេងទៅជាសម្ងាត់គាត់បានធ្វើផែនការផ្ទាល់ខ្លួនរបស់គាត់អធិរាជនាគញ័របន្តិចរួចក៏ងក់ក្បាលដោយសារអ្នកទូចលើរឿងនេះចូលវាដូច្នោះចុះខ្ញុំនឹងរៀបចំវាសម្រាប់អ្នកបញ្ហាតាក់ទងនឹងអាពាហ៍ពិពាហ៍របស់គាត់បានធ្លាក់ទៅលើសុងហេឈួននៅលើដងខ្លួនរបស់គាត់គួរតែនៅផ្ទះហើយគិតពិចារណាអំពីរយៈពេល2 3ថ្ងៃខាងមុខទោះជាយ៉ាងណាក៏ដោយកុំបង្កបញ្ហាម្ដងទៀតមុនពិធីមង្គលការវាជារឿងកំ pl ែងមួយសុងហេឈួនតែងតែត្រជាក់នឹងឯកោមុខស្លេកស្លាំងកម្របង្ហាញអាការៈស្លូតបូកសុភាពរៀបសារទឹកមុខនោះហាក់ដូចជានិយាយថាអ្នកដឹងទេខ្ញុំមិនយកស្រុកទេខ្ញុំមិនអើពើនឹងការសម្លឹងមើលរបស់នាងទេគ្រាន់តែខ្ញុំភ្នែករបស់ខ្ញុំបានធ្លាក់ទៅលើជ្រុងមួយមានបុរសម្នាក់ឈ្មោះស៊ីងឈូនៅទីនោះក្មេងប្រុសដែលមានក្បាលតូចជាវមានប្រជ្រុយអធិរាជនាគបានបណ្ដេញព្រះអង្គម្ចាស់ទាំងអស់គាត់បានទុកឲ្យខ្ញុំនិយាយពាក្យមួយចំនួនពេលខ្ញុំចាក់ចេញពីព្រះរាជវាំងប៉ុន្តែពួកគេបានរកឃើញថាតាមពិតទៅសុងហេឈួនពួកគេមិនបានចាក់ចេញមុនគេទេសូហ្វកំពុងឈរក្បែរនាងនារីនាគហៅខ្ញុំមកសុងហេឈួនគាត់បានចាប់ដៃនារីនាគទុននោះ